រឿងដង្កូវនិងក្អែកមានរឿងមួយដំណាលថាសត្វដង្កូវកំពុងតែស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីប្រទះទៅនឹងដង្កូវនោះក្អែកថាពេលនេះមានលៀបធំហើយក៏ហើរទៅជិតដង្កូវក្រឡេកទៅឃើញក្អែកក៏នឹកស្មានថាខ្លួនអាក្អែកនេះចិត្តខូខើណាស់នឹងចឹកស៊ីអញឥឡូវហើយដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីដង្កូវឯងដង្កូវថាលុះតែក្អែកឯងរកប្រាថ្នាអញទើបអញឲ្យស៊ីបានបើរកប្រាថ្នាអញមិនបានទេអញមិនឲ្យឯងស៊ីទេក្អែកសួរថាប្រាថ្នាដង្កូវឯងយ៉ាងដូចម្ដេចដែរសូមនិយាយចេញមកដូចមានតទៅនេះទី1ដូចម្ដេចដែលហៅថាផ្អែមជាងគេទី2ដូចម្ដេចដែលហៅថាជូរចត់ជាងគេបំផុតទី3ដូចម្ដេចដែលហៅថាស្អុយជាងគេបំផុតដូចម្ដេចដែលហៅថាក្រអូបជាងគេបំផុតការបើក្អែកបានឮដង្កូវសួរប្រាថ្នាទាំង4នេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រៀវដោយគិតថាប្រាថ្នាដង្កូវទាំង4នេះអញមកជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះជាក់ជាពុំខានទើបក្អែកឆ្លើយដោះស្រាយប្រាថ្នាដូចតទៅនេះទី1ដែលហៅថាផ្អែមជាងគេនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួងទី2ដែលហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះទី3ដែលហៅថាស្អុយជាងគេនោះគឺលាមកនិងគម្រោងខ្មោចសត្វទាំងពួងទី4ដែលហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអបឯកបានដោះស្រាយប្រាថ្នាទាំង4នេះហើយប្រាប់ទៅដង្កូវថាឯកដោះស្រាយនេះមិនត្រូវទេឯកដាក់មុខស្រងោតនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រាថ្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាច់ឯកថាឲ្យតែបានប្រាប់ចុះមិនស៊ីឯងទេលុះបានខសន្យាព្រមព្រឹកគ្នាយ៉ាងនេះហើយដង្កូវក៏ដោះស្រាយប្រាថ្នាប្រាប់ទៅក្អែកដូចមានតទៅនេះដែលហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅរកគ្នាដោយពាក្យពេចន៍ពីរោះពិសារកគ្នានេះហើយហៅថាផ្អែមជាទីបំផុតទី2ដែលហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យអសរោះខូខើឥតគួរឥតសមដែលនិយាយកាន់ទៅគ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរជាងអ្វីទាំងពួងទី3ដែលហៅថាស្អុយនោះមិនមែនស្អុយលាមកឬសត្វកំរុងខ្មោចទេគឺស្អុយគេស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់នៅក្នុងលោកនេះហើយហៅថាស្អុយបញ្ច្រាស់ខ្យល់ទី4ដែលហៅថាក្រអូបនោះគឺមិនមែនក្រអូបផ្កាឬទឹកអបនោះទេគឺក្រអូបគេឈ្មោះដែលបានប្រតិបត្តិល្អនេះហើយហៅថាក្រអូបគ្រឿងក្រអូបទាំងពួងពេលក្អែកបានស្ដាប់ប្រាថ្នាទាំងនេះហើយឯកក៏មិនហ៊ានស៊ីដង្កូវហើយហើរចេញទៅបាត់ទៅតូចមែនតូចដូចពេជ្រពង្រាយរឿងស្រីក្ងោកមាសដើមឡើយមានបុរសម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលែងនិងយកស្រីសៅកែឲ្យយកស្រីតែក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកថ្លើនឹងមនុស្សស្រីគ្រូ3តែមិនដូច្នោះបុរសនោះបានយកស្រីទាំង4នាក់នោះជាប្រពន្ធ
នឹងយកមនុស្សគ្រូបីជាខ្លាដើម្បីលបងមើលថ្ងៃមួយក៏ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបរោះនោះឯបរោះនោះគិតពិសោធន៍មើលទៅក៏ចាប់កងោកមាសនោះយកទៅលាក់ទុកនៅក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យកងោកនោះស៊ីរួចបរោះនោះយកមាន់គួកមួយទៅកាប់ធ្វើជាម្ហូបបរិភោគពេលនឹងដែរបរិភោគបរោះនោះបានយកប្រពន្ធទាំង4និងខ្លានោះទៅបរិភោគទាំងអស់គ្នាកំពុងតែស៊ីធ្វើជាភ្លក់និយាយថានេះគឺជាសាច់កងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីក្រោយពីនោះដល់បាត់កងោកស្ដេចឲ្យបាវគង់សួររកកងោកនោះនាងស្រីប្តីលែងនិងនឹងស្រីសាកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកនាប៉ាវគង់ទៅថាប្តីយើងបានលួចកាប់កងោករបស់ស្ដេចយកសាច់ស៊ីកុំទៅជួយបិទបាំងថ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាជេរយើងជាខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នេះមិនល្អទេស្រីសាកែនិងស្រីប្តីលែងថាទោះបីនាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកប៉ាវគង់ដែរថាហើយស្រីទាំងពីរនាក់នោះប្តឹងអ្នកប៉ាវគង់តាមដំណើរថាប្តីខ្លួនលួចយកកងោកស្ដេចយកមកសាច់យកមកស៊ីគ្រាន់តែឮដូច្នេះហើយពួកនាងប៉ាវគង់ក៏ចាប់បរោះនោះទៅថ្វាយស្ដេចទូតាមដំណើរស្ដេចឲ្យនាំបរោះនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោះនេះទៅណាតើបានជំរុំក្តីហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាកាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500វេលាយប់មួយមានចោរជីកចូលទៅលួចទ្រព្យសម្បត្តិរបស់សេដ្ឋីនោះឲ្យចូលទៅក្នុងមានចោរជីកឧមាំងចូលទៅលួចទ្រព្យរបស់សេដ្ឋីនោះហើយចូលទៅក្នុងឧមាំងទាំងអស់គ្នាឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាខំចោរក្នុងឧមាំងនោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នេះក៏នឹកខឹងនឹងឆ្កែថាម៉េចមិនចាំចេះរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោតអស់ទៅលុះធំអាសោចខ្មោចចោលឡើងទៅមើលឃើញចោលដេកស្លាប់ដូច្នោះក៏នឹកឃើញស្ដាយក្រោយកំពុងតែនិយាយឃើញអ្នកបម្រើស្ដេចដែលទ្រង់ព្រះរាជបញ្ជាឲ្យទៅយកបរោះនោះមកជំរុំជម្រះវិញលុះស្ដេចសួរបរោះនោះពីរឿងដែលសម្លាប់ក្ងោកបរោះក្រោកទូថ្វាយបង្គំទូព្រះបង្គំមិនបានសម្លាប់ទេគឺទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូព្រះបង្គំជាខ្ញុំបានសម្លាប់ទទួលព្រះរាជបន្ទាននោះគឺជាមន់កោកទេស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញហើយទ្រង់លើកលែងទោសឲ្យបរោះនោះឯស្រីទាំងពីរនាក់ដែលប្តឹងពីបរោះជាប្តីថាសម្លាប់ក្ងោកនោះត្រូវបានបរោះជាប្តីលែងលះចោលទៅចង់ដឹងផលហេតុត្រូវពិនិត្យរកហេតុផល